tại tông vui. Hello guys, welcome to my blog. សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូអំពីជីវិតប្រចាំថ្ងៃរបស់ខ្ញុំតោះឥឡូវយើងទៅទស្សនាទាំងអស់គ្នាហើយឥឡូវខ្ញុំបានចាក់សោទ្វីផ្ទះដើម្បីយកម៉ូតូចេញទៅធ្វើការម៉ូតូខ្ញុំវាយ៉ាងធំតិចអញ្ចឹងហើយខ្ញុំវាយ៉ាងបាក់ទាញចេញតិចចាត់អីទេតូននឹងវាស្រាលដែរឃើញតូចតែមៀតចឹងឯងតែក៏មើលងាយជិះម៉ូតូហៅតែធំជាងខ្លួនខ្ញុំអូម៉ូតូចេញរួចហើយឥឡូវខ្ញុំចាប់ផ្ដើមបិទវាវិញហើយឥឡូវខ្ញុំបានមកដល់កន្លែងធ្វើការហើយខ្ញុំធ្វើដំណើរទៅ scan មេដៃតែខ្ញុំអត់ទាន់ដល់ម៉ោងទេម៉ោងខ្ញុំចូលម៉ោង 6 កន្លះឥឡូវទៅម៉ោង 6 នៅសល់ពេលអញ្ចឹងខ្ញុំក៏ដើរមកក្រៅដើរទិញអីផឹកតិចថ្ងៃនេះចង់ផឹក green tea គេហៅតែបេតងអញ្ចឹងតែម្ដងផឹកកាហ្វេតែថ្ងៃនេះចង់ផឹក green tea តែបេតងមួយដល់ម៉ោងធ្វើការឥឡូវខ្ញុំពាក់សំដៃសិនដើម្បីការពារអនាម័យអញ្ចឹងណាដោយសារកន្លែងខ្ញុំធ្វើការអនាម័យខ្ពស់ចឹងខ្ញុំឥឡូវចាប់ផ្ដើមវាយម្សៅគេម្សៅក្រូសង់ដល់វាបញ្ចូលប៊ឺវាទុកសិនចូលប៊ឺហើយខ្ញុំទុកក្នុងទូកកចោលប្រហែលជា1ម៉ោងដល់ម៉ោងសម្រាប់ញ៉ាំបាយក៏ឆ្លៀតដាក់កាហ្វេមួយកែវគេថាផឹកកាហ្វេញៀនតែខ្ញុំមិនញៀនណាគាត់ណាផឹករាល់ថ្ងៃនេះទីធ្លាខាងក្នុងកន្លែងធ្វើការរបស់ខ្ញុំមានទីធ្លាធំទូលាយមានកន្លែងអង្គុយលេងអង្គុយញ៉ាំអីអញ្ចឹងមាន2ជាន់មានខាងលើនិងខាងក្រោមហើយបន្ទប់ប្រជុំមួយទៀតហើយទីតាំងនៅផ្លូវ63កែងផ្លូវ310ហាងឈ្មោះ Bread and Butter សម្រាប់អ្នកដែលចង់ភ្លក់រសជាតិថ្មីបែបផ្លែរំឲ្យប្រសើរបាននំយើងដុតថ្មីជារៀងរាល់ថ្ងៃតឥឡូវម្សៅយើងរៀងរឹងហើយខ្ញុំចាប់ផ្ដើមកិនប្លៀតធ្វើអានេះនំគេហៅថានំ chocolatin អាខ្មៅហ្នឹងគេហៅ chocolate ឥឡូវខ្ញុំចាប់ផ្ដើមដាក់ chocolate អាហ្នឹង snowy អធិស្ឋានផងដោយសារខ្ញុំមិនមែនជា content creator ជីបដោយសារខ្ញុំទៅតែចាប់ផ្ដើមអញ្ចឹងវាមានភាពរ៉ាត់អួលក្នុងការនិយាយស្ដីអត់សូវបានពីរោះហើយនឹងធ្វើវីដេអូឲ្យបានក្បោះក្បាយឬក៏វីដេអូដែល perfect ថាល្អឥតខ្ចោះហើយជាចុងបញ្ចប់នៃវីដេអូនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងបន្តគាំទ្ររាល់សកម្មភាពវីដេអូដែលខ្ញុំធ្វើប្រចាំថ្ងៃនេះបន្តទៀតហើយកុំភ្លេចចុច like comment និង share និងកុំភ្លេច follow ម្នាក់មួយផងអរគុណច្រើន